ជំរាបសួរគ្រូខ្ញុំបាទឈ្មោះឈឹងភ័ក្ររៀននៅក្រុម A5 ថ្ងៃដែលខ្ញុំមកធ្វើការបង្ហាញអំពីការប្រើប្រាស់ជាមួយនឹង multi hosting project អញ្ចឹងតាក់ទងជាមួយនឹង project ហ្នឹងគឺ hosting multi domain name អញ្ចឹងតាក់ទងជាមួយនឹង map ហ្នឹងដែរគឺទី1គឺយើងត្រូវទៅទិញ domain name អញ្ចឹង domain name របស់ខ្ញុំគឺមាន2អញ្ចឹង domain name ខ្ញុំមាន2គឺមានឈ្មោះខ្ញុំមួយបន្ទាប់មកមួយទៀតគឺនេះគេ online នេះមួយអញ្ចឹងខ្ញុំមាន domain name 2សម្រាប់ធ្វើការ hosting អញ្ចឹងបន្ទាប់មកគឺខ្ញុំធ្វើការ connect តាមរយៈ ASA ចូលជាមួយនឹង EC2 របស់យើងហើយនឹង ASA ចូលអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំ CD ទៅកាន់ project DES ចឹងបន្ទាប់មកខ្ញុំចឹងឈ្មោះ project របស់ខ្ញុំនេះបន្ទាប់មកខ្ញុំធ្វើការ copy ASA មកហើយយើងធ្វើការផាសវាចឹងខ្ញុំចូលបានហើយបន្ទាប់មកខ្ញុំsudo apt chúng mìnhធ្វើការ update មួយសិនហើយបន្ទាប់មកចឹងខ្ញុំធ្វើការ update មួយទៀតចឹងបន្ទាប់ពីខ្ញុំធ្វើការ update upgrade វាហើយគឺទី1គឺខ្ញុំចូលទៅកាន់ទៅកន្លែង store file របស់វាគឺយើង cd ទៅកាន់ wa ហើយ www ចឹងនៅក្នុងនេះខ្ញុំមាន HTML បន្ទាប់មកខ្ញុំនឹងធ្វើការបង្កើត folder មួយចឹងខ្ញុំដាក់ mk dir ទៅមកដក p ហើយខ្ញុំដាក់ដក p ហ្នឹងគឺមានន័យថា parent នៅក្នុង parent ហ្នឹងអាចមានឆាលនៅក្នុងហ្នឹងទៀតអញ្ចឹងតើតងនៅក្នុងហ្នឹងគឺខ្ញុំធ្វើការបង្កើត file មួយនៅក្នុង HTML បន្ទាប់មកគឺខ្ញុំនឹង file ហ្នឹងគឺដាក់ឈ្មោះឲ្យដូចជាមួយនឹង domain name ដែលយើងបានទិញអញ្ចឹងចូលទៅក្នុង domain name អូខេបន្ទាប់មកនេះ domain name របស់ខ្ញុំគឺខ្ញុំទិញ2ខុសគ្នាជាងសុភ័ក្រ .store នេះមួយនិងសុភ័ក្រ online នេះមួយអញ្ចឹងខ្ញុំ copy នេះមកអញ្ចឹងនេះគឺជា domain name របស់ខ្ញុំបន្ទាប់មកប៉ុណ្ណឹងយើងដាក់ slash ទៅកាន់ html អញ្ចឹងបន្ទាប់មកខ្ញុំបង្កើតមួយទៀតគឺឈ្មោះរបស់ខ្ញុំនេះចោលslash ទៅកាន់ html ចឹងនៅពេលដែលខ្ញុំបង្កើតប៉ុណ្ណឹងហើយគឺខ្ញុំមាន folder 2មាន3តែនេះអត់ប្រើទេមិនប្រើមុនហើយ
ចឹង folder ដែលខ្ញុំបង្កើតមិញជាងសុភ័ក្រ .store នេះមួយនិងភ័ក្រ .online នេះមួយចឹងយើងត្រូវ upload ចឹង upload តាមរយៈអីគេចឹង upload តាមរយៈ FileZilla ខ្ញុំធ្វើការបើក FileZilla មួយសិនបន្តមកខ្ញុំអត់ទាន់បើកវាទេបន្តមកខ្ញុំចូលទៅកាន់ project model crew ដែលយើងធ្វើការ change mode របស់វាដើម្បីអាចអនុញ្ញាតឲ្យយើងធ្វើការ upload file ទៅកុំឲ្យទាក់នឹង permission អញ្ចឹងយើងធ្វើការ sudo chmod chmod បន្ទាប់មកយើងដាក់7 ដើមបន្ទាប់មកយើងដាក់ឈ្មោះ file របស់យើងនេះអញ្ចឹងខ្ញុំធ្វើការ copy មកខុសបន្ទាប់មកខ្ញុំធ្វើការ copy ហើយខ្ញុំដាក់ slash ទៅកាន់ HTML បន្ទាប់មកមួយទៀតគឺ copy បន្ទាប់ពីយើងធ្វើការ change mode វាហើយអញ្ចឹងយើងអាចទៅធ្វើការជាមួយនឹង FileZilla បានហើយអញ្ចឹងនៅក្នុង FileZilla របស់ខ្ញុំដោយសារកាលមុនខ្ញុំដាក់វា IP របស់វាជាអត់វា random ឲ្យទេអញ្ចឹងនៅពេលដែលខ្ញុំចុច connect អញ្ចឹងបន្ទាប់ពី connect ចូលហើយខ្ញុំចុចលើនេះមកដើម្បីចូលទៅកាន់ root ហើយខ្ញុំចូលទៅក្នុង var បន្ទាប់ពីចូលទៅក្នុង var ហើយខ្ញុំចូលទៅក្នុង w 3 ដងអញ្ចឹងនៅក្នុង w 3 ដងអញ្ចឹងខ្ញុំធ្វើការដាក់ជាមួយនឹង website ដែលមានឈ្មោះខ្ញុំគេគឺជាងសុភ័ក្រ .store នេះមុនអញ្ចឹងខ្ញុំចូលទៅក្នុង folder ហ្នឹងមកហើយនៅក្នុង HTML ចឹងចូលទៅក្នុង HTML ចូលចឹងនៅក្នុង HTML ចឹងបន្ទាប់ពីដល់កន្លែងហ្នឹងហើយគឺយើងធ្វើការទាញ file website របស់យើងតម្លាក់ចូលមកអញ្ចឹងនៅក្នុងរបស់ខ្ញុំគឺខ្ញុំដាក់នៅក្នុងhome ទីដោយសារតែរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់នៅលើ desktop អញ្ចឹងបើសិនជាវាអត់ឃើញនៅក្នុងនេះទេយើងអាចទាញអញ្ចឹងនេះរបស់ខ្ញុំគឺខ្ញុំមាន2គឺខ្ញុំធ្វើការ upload 2ចូល1អញ្ចឹងកន្លែង folder CV របស់ខ្ញុំនេះគឺខ្ញុំត្រូវចូលទៅក្នុង HTML ហើយនៅក្នុង folder ជាងសុភ័ក្រ .store
តមកទាញតម្លាក់ចូលដោយសារតែយើងឆេង permission ហើយអញ្ចឹងយើងនៅពេលដែលយើងទាញតម្លាក់ទៅគឺវាចូលអញ្ចឹង success ហើយអញ្ចឹងបន្ទាប់មកគឺយើងអាចទាញមួយទៀតឲ្យហើយក៏បានដែរចូលទៅកាន់ Pay online នេះមកហើយចូលទៅក្នុង HTML ហើយខ្ញុំទាញតម្លាក់មក website ទៀតរបស់ខ្ញុំចឹងខ្ញុំទាញតម្លាក់វា success ហើយបន្ទាប់មកខ្ញុំចូលទៅកាន់ទី1គឺនៅក្នុង HTML ចឹងនៅក្នុងនេះគឺខ្ញុំមាន file img រូបភាពរបស់ខ្ញុំហើយនឹង file HTML ចឹងបន្ទាប់មកយើងត្រឡប់ទៅ CMD របស់យើងវិញterminal របស់យើងវិញបន្ទាប់មកនៅក្នុងនេះគឺយើងធ្វើការចេញឲ្យអស់មកហើយបន្ទាប់មកយើង cd ទៅកាន់ nginx របស់យើងដែលយើងបាន install កាលពីវគ្គមុននោះអញ្ចឹង cd / ទៅកាន់ etc ហើយ / ទៅកាន់ nginx ហើយ / ទៅកាន់ site ហើយ available បន្ទាប់មកយើងធ្វើការ enter មកហើយបន្ទាប់មកយើងធ្វើការ ls មើលថាយើងមានអីគេខ្លះអញ្ចឹងនៅក្នុងហ្នឹងគឺអត់មានអីទេចឹងបន្ទាប់ពីនៅក្នុងនឹងអត់មានអីទេហើយយើងអាចធ្វើការបង្កើត file ចឹងយើងធ្វើការ sudo nano បន្ទាប់មកយើងដាក់ធ្វើម៉េចឲ្យបន្ទាប់មកយើងដាក់នេះឲ្យត្រូវឈ្មោះរបស់យើងចឹងយើងធ្វើការ copy មកដើម្បីកុំឲ្យសេតែខុសចឹងបន្ទាប់មកយើងនឹងធ្វើការទៅប្រើជាមួយនឹង configuration ដែលគ្រូផ្ញើឲ្យនេះចឹងបន្ទាប់មកយើងអានេះ website ទី1 website ទី2ចឹង submission នេះគឺចាំធ្វើតាមក្រោយក៏បានដែរចឹងយើងធ្វើការ copy ទី1សិនមកចឹងយើងផាសចឹងបន្ទាប់ពីផាសហើយចឹងយើងធ្វើការធ្វើម៉េចយើងសរសេរកន្លែងឲ្យតែមានកតុយ .com ហ្នឹងគឺយើងបដូរទៅឈ្មោះ website របស់យើងចឹងខ្ញុំអាចធ្វើការ copy នេះទៅមកសេតខុសចឹងកន្លែងនេះគឺចឹងយើងធ្វើការ copy វាចូលចឹងមានធ្វើការសរសេរនៅក្នុង nano ហ្នឹងចឹងកន្លែងនេះគឺខ្ញុំដាក់ឈ្មោះរបស់ខ្ញុំc a t a gចឹងនៅកន្លែងនេះគឺដូចគ្នាដែរអញ្ចឹងនៅកន្លែងហ្នឹងបើសិនយើងសេអត់ត្រូវទេគឺវាអត់ចេញទេអញ្ចឹងយើងដាក់ c a t a g ចឹងបន្ទាប់ពីដល់កន្លែងហ្នឹងហើយនៅកន្លែងខាងក្រោមនេះកន្លែងរូបនេះគឺយើងត្រូវដាក់ដែរអញ្ចឹងនៅក្នុងនេះគឺ c a t a g ចឹងបន្ទាប់ពីដាក់កន្លែងហ្នឹងហើយនេះគឺអានេះកន្លែង index.html របស់យើងហើយប៉ុណ្្នឹងទេបន្ទាប់មកយើងចុច Ctrl O Ctrl X មកវានឹងធ្វើការ save ហើយវានឹងចាក់ចេញអញ្ចឹងមួយទៀតគឺយើងធ្វើការ config ទៅលើ website របស់យើងមួយទៀតអញ្ចឹងយើងក៏ដូរឈ្មោះហើយ
ចឹងយើងធ្វើការ copy កន្លែងនេះដូចគ្នាដែរចឹងអាកន្លែងនេះគឺដូចតែគ្នាពីហើយcontrol ចឹងបន្ទាប់មកយើងនឹងធ្វើការកែដែរកន្លែងហ្នឹងគឺកែនៅកន្លែងនេះមួយដោយសារតែរបស់យើងទិញ domain កតុយខុសគ្នាចឹងនៅក្នុងនេះគឺ onต่อมาในខាងលើនេះគឺដូចគ្នាដែរអត់មានកតុយ .com ទេអញ្ចឹងយើងដាក់ online ហើយនៅក្នុងកន្លែងនេះមួយដែរអញ្ចឹងបន្ទាប់ពីយើងដាក់នៅក្នុងហ្នឹងហើយគឺយើងធ្វើការ save វិញអញ្ចឹង3គ្រប់ថ្ងៃហ្នឹងCtrl O Enter Ctrl X ចឹងបន្ទាប់ពីយើងដាក់នៅកន្លែងហ្នឹងហើយចឹងបន្ទាប់ពីយើងធ្វើការធ្វើវាហើយគឺយើងធ្វើការបដូរ permission ចឹងយើងធ្វើការ copy permission ហ្នឹងចឹង cd on តោះមកយើងធ្វើការដាក់ឈ្មោះឲ្យត្រូវចឹងកន្លែងហ្នឹងគឺយើងធ្វើការដាក់ឈ្មោះឲ្យត្រូវដូចគ្នាដែរបើសិនយើងដាក់ត្រូវទេគឺវាអត់ចេញទេចឹងយើងធ្វើការ copy ឈ្មោះរបស់យើងចឹងបន្ទាប់ពីធ្វើការ copy ឈ្មោះហើយកន្លែងនេះគឺប៉ុណ្្នឹងទេអត់មានកែទេគឺយើងកែតែកតុយខាងក្រោយនេះទេដើម្បីដាក់ឲ្យឈ្មោះត្រូវជាមួយនឹង domain name របស់យើងទៅមក enter មកហើយយើងធ្វើការដូរមួយទៀតចឹងបន្ទាប់ពីយើងដាក់ប៉ុណ្្នឹងហើយយើងធ្វើការ enter មួយទៀតអូច្រឡំកន្លែងនេះគឺខ្ញុំដាក់ខុសចឹងទៅពេលដាក់ខុសវាលុបសិក្សាចឹងបន្ទាប់ពីយើងធ្វើការដូរឡើងទៅហើយចូលទៅមើលក្នុងនេះវិញទៅមកយើងធ្វើការលេងវាបន្ទាប់មកចឹងអានេះយើងដូរឈ្មោះមួយដែរតែនេះដូរទេទៅបោះគេផ្សេងអញ្ចឹងវាចេញអញ្ចឹងមានន័យថាយើងដូរទៅយើងដាក់ចឹងបន្ទាប់ពីយើងធ្វើការដាក់វាហើយមើលមានអីទេ side enter ហើយយើងធ្វើការដាក់មួយទៀតមកហើយកន្លែងនេះគឺយើងធ្វើការដាក់ dot on enter ចឹងបន្ទាប់ពីយើងដាក់ប៉ុណ្្នឹងហើយចឹងបន្ទាប់មកយើងធ្វើការប្រើជាមួយនឹង nginx ទេចឹងនេះវាចេញសិក្សាអញ្ចឹងមានន័យថារបស់យើងនឹងគឺជោគជ័យហើយបន្ទាប់មកគឺ
ចឹងយើងធ្វើការ restart engine ទី1សិនមកចឹងយើង restart engine នេះហើយបន្ទាប់មកយើងចូលទៅកាន់ EC2 របស់យើងវិញដើម្បីធ្វើការ config DNS ចឹងចឹងចុចកន្លែងនេះចឹងយើង search ថា OOU route PE route 53ហ្នឹងហើយយើងចុចលើវាតោះមកយើងចូលមើលកន្លែងនេះហោះសុំបន្ទាប់មកយើង create ហោះសុំហើយយើងដាក់ឈ្មោះចឹងឈ្មោះ domain របស់យើងហ្នឹងគឺការ copy កុំឲ្យខុសចឹងបន្ទាប់មកនៅក្នុងចឹងយើង create តោះមកយើង create record ចុះចឹងយើងត្រូវ copy name server ទាំង4នេះ1 2 3 4ហ្នឹងចឹងយើង copy យកទៅដាក់នៅក្នុង domain name ដែលយើងទិញហើយហ្នឹងគឺនេះចឹងតកតងជាមួយនឹង domain name server ចឹងនេះគឺជា domain name server ចឹងយើងធ្វើការ copy ទាំង4នេះដើម្បីយកទៅដាក់នៅក្នុង name server របស់យើងនៅក្នុងនេះចឹងនៅក្នុង domain list របស់យើងហ្នឹងបន្ទាប់មកយើងចូលទៅកាន់ domain name ដែលយើងចង់ធ្វើហើយយើងចុចកន្លែងនោះចុចលើ mini ហើយបន្ទាប់មកយើងធ្វើការ custom DNS ហើយយើងធ្វើការ add domain name មួយហ្នឹងបន្ទាប់មកមួយទៀត add មួយទៀតទាំងអស់4បន្ទាប់មកមួយចុងក្រោយចឹងបន្ទាប់ពីយើង add ហើយយើងចុច click ទី1ដើម្បី save ចឹងនៅពេលដែលយើងឆែកមើលហើយដើម្បីដឹងថា name server របស់យើងហ្នឹងដើរចឹងយើងធ្វើការឆែកជាមួយនឹងDNS checker នេះចឹងយើងវាយ domain name របស់យើងនេះឈ្មោះរបស់ខ្ញុំចឹងត្រង់កន្លែងហ្នឹងគឺខ្ញុំធ្វើត្រូវដោយសារតែខ្ញុំដាក់នេះខុសចឹងយកកន្លែង NA នេះមកហើយចុច search មកបើសិនវា load ពណ៌ខៀវទាំងអស់ហ្នឹងនេះ tick ហ្នឹងគឺមានន័យថាវាចាប់ផ្ដើមដំណើរការហើយតែបើសិនជា DN នេះគឺរងចាំវាហើយកន្លែងហ្នឹងគឺជោគជ័យហើយបន្ទាប់មក
ចឹងយើងធ្វើការដាក់ IP ចូលទៅក្នុងចឹងយើងទៅ instance ចឹងយើងនេះ instance តោះមកយើងយក IP ហ្នឹងបាទ copy កន្លែងហ្នឹងមកតើមកយើងធ្វើការ create record record តើមកយើងធ្វើការដាក់ IP ចូលតើមកយើងយកវាមក តើមកយើងធ្វើការ create record ហើយយើងយក domain name នេះគឺយើងដាក់ www ហើយកន្លែងនេះគឺយើងដាក់វាទៅណាអញ្ចឹងយើងដាក់ IP យើងចូលមកអានេះគឺដាក់ cname អូនេះយើងដាក់ c ចឹងនេះយើងដាក់ទៅកាន់ឈ្មោះរបស់យើងអញ្ចឹងដាក់ឈ្មោះរបស់យើងនោះហើយខ្ញុំចូលទៅកាន់ពីក្នុងនេះមកអានេះយើងដាក់ cname ហើយយើងយកវាមកម៉ោងតើមកយើង create តើមកយើងចូលកន្លែង DNA checker ហ្នឹងហើយយើងយកកន្លែង record តើមកយើងចុច search មកអញ្ចឹងនេះ IP របស់យើងវិញអញ្ចឹងវាដាក់ហើយតើមកយើងវាយឈ្មោះរបស់យើងហើយយើងវាយ C W E A N G O P E dot store C W E A N G O P E dot store ចឹងកន្លែងហ្នឹងយើងចាប់វាមកតិចចឹងខ្ញុំធ្វើការបង្កើតមួយទៀតឲ្យសិនតើមកយើងចូលកន្លែង source នេះមក dashboard ចូលកន្លែង console ចឹងកន្លែងហ្នឹងគឺយើងដាក់ឈ្មោះដល់ខ្ញុំនេះ domain ទី2ចឹង domain ទី2របស់ខ្ញុំមានឈ្មោះ head.online ចឹងយើងដាក់ឈ្មោះមកហើយតើមកយើងធ្វើការ copy name server ហ្នឹងចឹងយើង copy វាយកទៅដាក់នៅក្នុង domain របស់យើងចឹងយើងធ្វើការ copy មកហើយចូលទៅកាន់ domain name របស់យើងនៅក្នុងនេះហើយយើងចុចលើកន្លែងនេះមកហើយនេះបន្ទាប់មកយើងធ្វើការកន្លែងនេះគឺយើងដាក់ custom DNA ហើយយើងធ្វើការផាសបញ្ចូលហើយមួយទៀត copy ទី2ហើយមួយទៀតទី3 add
ទី3មួយទៀតទី4ហើយទី4មកបន្តមកយើងចុច tick វាចឹងបន្ទាប់ពីយើងដាក់វាហើយដាក់វាហើយបន្ទាប់មកយើងមកឆែកមើលនៅក្នុងអីហ្នឹងនេះនៅក្នុង DNA checker ហ្នឹងហើយយើងផាសវាចូលយើងចុចកន្លែង DNA ហ្នឹង DS NS អូឡឡំcopy នេះ copy ឈ្មោះ domain របស់យើងឈ្មោះ website ទី2បន្ទាប់មកយើងធ្វើការ search ហ្នឹងអញ្ចឹងវាដើរlạiហ្នឹងចឹងដើរlạiបន្ទាប់មកយើងធ្វើការ add record បន្ទាប់មកយើងទៅ copy IP របស់យើងដើម្បី add record បន្ទាប់មកយើងចុច create នេះមកហើយយើងដាក់កន្លែងនេះគឺ IP ទៅនេះមកយកមកហើយយើង create តើមកយើងហៅឈ្មោះក្រៅរបស់វានៅពេលដែលគេដាក់ www ក៏វាចេញដែរអញ្ចឹងយើង create record តើមកយើងដាក់ www ហើយនេះយើងដាក់ឈ្មោះរបស់យើង pak.online កន្លែងនេះគឺយើងដាក់វាទៅជា cname យកមក create បន្ទាប់មកយើងឆែកជាមួយនឹងកន្លែងនេះគឺ mods record ចឹង like a record ហ្នឹងគឺដើរហើយបន្ទាប់មកយើងធ្វើការចូលទៅកាន់កន្លែងនេះបាទសិនមកចឹងគឺអានេះ photo ហ្នឹងចឹងនេះ website ទី1ដែលខ្ញុំបានហោះមិញហ្នឹងគឺឥឡូវវាចេញហើយអញ្ចឹងនៅពេលដែលខ្ញុំដាក់ www ដល់ទៅកាន់ឈ្មោះរបស់ខ្ញុំហ្នឹងគឺវាចេញហើយអញ្ចឹងបន្ទាប់មកតែនៅមួយនេះគឺវាអត់ចេញចាំមើលមកតិចទៀតណាចឹងទី1នេះគឺយើងធ្វើការ install ជាមួយនឹង plugin របស់ Cardboard ដែលយើងធ្វើការ install វាហ្នឹងគឺដើម្បីឲ្យវាងាយស្រួលក្នុងការ configure របស់ Nginx ហើយនឹង HSL ហើយបន្ទាប់មកយើងធ្វើការ sudo បន្ទាប់មកយើងធ្វើការ sudo Cardboard ហ្នឹងដក .nginx .d បន្ទាប់មកយើងដាក់ឈ្មោះ website របស់យើងហ្នឹងហើយយើងប្រើហ្នឹងគឺដើម្បីមានន័យថាយើងប្រើដើម្បីបង្កើត SSL certificate សម្រាប់ domain name របស់យើង
នៅពេលដែលយើងវាយwww ដល់ទៅកាន់ domain name របស់យើងគឺវាចេញហើយបើសិនបើយើងវាយ domain name របស់យើងតែម្ដងក៏វាចេញដែរអញ្ចឹងមានន័យថាយើងប្រើវាដើម្បីជួយហ្នឹងឯងហើយមួយទៀតគឺវាមាន security វាធ្វើការ encrypt ហើយអញ្ចឹងកន្លែងហ្នឹងគឺយើងរងចាំវាបន្តិចទៅហើយយើងធ្វើការបញ្ចូល email របស់យើងដែល email ហ្នឹង email ដែលយើងភ្ជាប់ជាមួយនឹង name កន្លែង website សម្រាប់យើងបង្កើត domain ហ្នឹងទិញ domain ហ្នឹងទៅមកយើងយកវាយមកកន្លែងហ្នឹងវាយទៀតមកចឹងកន្លែងហ្នឹងយើងចាំវាផ្លែទៅបន្តមកនេះវា load success ហើយចឹងបន្ទាប់មកយើងអាចទៅធ្វើការវាយ search domain name របស់យើងបានហើយអញ្ចឹងឬក៏យើងកន្លែងនេះគឺយើងទៅ restart nginx នេះសិនបន្ទាប់ពីយើង restart ហើយយើងអាចធ្វើការចូល Google មកហើយយើងវាយ domain name របស់យើងយើងវាយថ្មីគឺវាយ https បន្ទាប់មកចុច2// ហើយខ្ញុំដាក់ឈ្មោះ domain name របស់យើងមកចឹងមានន័យថា domain name របស់ខ្ញុំទី1ហ្នឹងគឺចេញហើយអញ្ចឹងខ្ញុំមកនឹងធ្វើការ config លើ domain name ទី2ទៀតអញ្ចឹងមានន័យថាវា security ហើយមួយទៀតគឺខ្ញុំធ្វើការ config នៅលើ website របស់ខ្ញុំ website ទី2របស់ខ្ញុំអញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើការដូរតែឈ្មោះមកចឹងកន្លែងហ្នឹងគឺខ្ញុំដាក់ pack online ដោយសារ domain name របស់ខ្ញុំហ្នឹងគឺខ្ញុំទិញ domain ពីរផ្សេងគ្នាកតុយពីរផ្សេងគ្នាបន្ទាប់មកកន្លែងហ្នឹងគឺដូរដាក់ឈ្មោះ domain name របស់យើងដែរបន្ទាប់មកកន្លែងហ្នឹងគឺយើង enter មកគឺវាអត់ទៅទាមទារឲ្យយើងបញ្ចូល email ទេដោយសារតែយើងបញ្ចូលខាងលើមិញហើយបើសិនវាទាមទារយើងបញ្ចូលទៀតយើងវាយ email យើងដែលយើងបញ្ចូលជាមួយនឹង website យើងទិញ domain ហ្នឹងហើយបន្ទាប់មកយើងធ្វើការ search នៅលើ Google មកដាក់ domain name របស់យើង https បន្ទាប់មកចុច2// ខ្ញុំដាក់ឈ្មោះ pack.online ហ្នឹងមកអញ្ចឹងឥឡូវវាចេញមកហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូ